ផ្នែកខាងក្នុងនឹងដល់ហើយបើទេសភាពពិតជាស្អាតមែនទែនបងអត់មកទេមកតែឯងម្ដងចាក់ស្រួលឡាអូ live ហើយយើងមើលសវណ្ណឌីឡុងតើគឺជាអ្វីសវណ្ណឌីឡុងកាដុងwhat is កាដុងអូកាដុងទឹកនេះជុំគេដាក់តាំងអញ្ចឹងមានន័យថាម៉េចចង់បង្ហាញពីអីគេបងពាក់នេះគឺគាត់នៅហ៊ុនតូដុបបាទហើយចិត្តក្លឹបហ្នឹងគាត់នៅដល់ទូភ្លឺទៀតបងមានអូខេចូលខាងនោះវិញគឺជាតើក្តីស្រឡាញ់បងឲ្យប្អូនបាទគឺគាត់ក្មេងកំព្រាអញ្ចឹងគាត់មានផ្ទះស្នាក់នៅអញ្ចឹងគាត់ដេកតាមចាមផ្លូវតែគាត់នៅតែ3ប្អូនគាត់ជាប់រហូតអូយល់ពុកនៅខាងមុខបាទតែឥឡូវទៅមើលរូបគប់ទាំងតែម្ដងទៅអូរូបភាពសុទ្ធតែមានអត្ថន័យរបស់គេអត់សួរអ្នកនេះទេយើងអត់ដឹងអត្ថន័យរូបភាពហ្នឹងទេហើយយើងទៅមើលខាងមុខទៀតមានអីគេរូបអីអត្ថន័យអីហើយមកខាងមុខឥឡូវយើងទៅមើលខាងនេះវិញខាងនេះគេចង់បង្ហាញពីអីគេបាទសុទ្ធតែរូបភាពមានកាយវិការខុសៗគ្នាតែគេចង់បង្ហាញពីអីឥឡូវទៅមើល instruction របស់គេនៅខាងនោះទៅមុខទៀតគេមានគោព្រៃឥឡូវទៅមើលគោព្រៃជាលើកទី1ហើយដែលខ្ញុំបានមកតាំងពីពណ៌សិល្បៈបារាំងហើយសិល្បៈបារាំងហ្នឹងគឺគេច្រើនសិតតែជាសិល្បករខ្មែរយើងទេតែគាត់បានបញ្ចប់សិក្សានៅឯបរទេសបានទទួលស្នាដៃជាច្រើនអញ្ចឹងណាបាទអ្នកខ្លះទទួលបានខាងសិល្បៈផ្នែកសនរូបវិចិត្រសិល្បៈហើយក៏បានបន្តសិក្សានៅស្រុកក្រៅហើយអញ្ចឹងហើយឥឡូវគេដាក់តាំងមិនតែឲ្យតាំងវិព័រសិល្បៈនៅស្ថានទូតបារាំងនេះសិតតែជាស្នាដៃកូនខ្មែរតាស្នាដៃរបស់បងនេះណាសំអានវត្តរបស់សិល្បករបាទអូវ៉ាន់ឌីកើតនៅឆ្នាំ1977នៅខេត្តកណ្ដាលអូវ៉ាន់ឌីបានសិក្សាផ្នែកសិល្បៈនៅសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈក្រុងភ្នំពេញក៏បានសិក្សាផ្នែកវិទ្យាសាស្ត្រអប់រំនៅវិទ្យាស្ថានអន្តរជាតិអប់រំដែលគាត់សពថ្ងៃកំពុងតែបង្រៀននៅទីនោះជាសិល្បៈករចម្លាក់ម្នាក់អូវ៉ាន់ឌីជ្រើសរើសរូបសម្រាប់ឆ្លាក់ចេញពីរឿងទេវកថាបុរាណនិងអភិវឌ្ឍសិល្បៈមួយផ្នែកដែលក្នុងនោះគាត់ឆ្លុះបញ្ចាំងអំពីសង្គមដោយអ្វីដែលបានបាត់បង់នៅក្នុងវិមានរបស់គាត់ដើម្បីសន្តិភាពស្នាដៃរបស់គាត់ត្រូវបានតាំងបង្ហាញជាញឹកញាប់នៅកម្ពុជានិងបរទេស
ô không ai ngặt vừa đi chụp chụp được những con một cô đây thừa bị kẹt ô ô phao cô thì bị chụp vạ đây ô vô Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những ô sờ ba dành thẻ It's